បើមានកូនណាមកបួសម៉ែនឹងឪនឹងត្រូវធ្លាក់នរកល្មមរួចខ្លួនណាញោមមិនបានថារួចខ្លួនសុបិនកុមារឪពុកជាអ្នកបាញ់សត្វម្ដាយរអស់រវល់ចេះតែខាត់ម្ដាយខាត់ឪវាឈប់ទៅឈប់បាញ់សត្វទៅធ្វើអំពើបុណ្យល្អម្ដងហេឪនឹងព្រមទេបាញ់សត្វគល់តែឈឺស្លាប់បានកូនមួយមុននឹងស្លាប់បានកូនមួយគ្រាន់តែយល់សពថាបានកូននឹងវាអញ្ចេះម៉ែនឹងយល់សពឃើញរុកព្រៃរុកទៅដូចយើងរុកកាត់ភ្នំសំកោះទៅស្រាប់តែរកកោះរកក្រោយមិនឃើញអើទៅចំសមុទ្រទៅមកភ័យណាស់នឹងទៅណាមកណាលើកដៃបនព្រះបនព្រំមកជួយស្រាប់តែមានអីសីមួយហោះមកចុះទៅហ្នឹងហុចកែវមនីដាក់លើបាតដៃឲ្យជូនដំណើរផ្លូវត្រឡប់មកវិញនេះភ្ញាក់ពីដេកឡើងប្រាប់ប្តីឯញយល់សពឃើញរឿងរ៉ាវអញ្ចឹងរឿងរ៉ាវដូចនិយាយមិញហ្នឹងក្តីហ្នឹងចង់ដឹងណាស់យល់សពអីក៏ល្អម្ល៉េះយករឿងហ្នឹងទៅសួរហោរាក៏គុណគូមើលទៅថាអូនេះឲ្យតទៅនេះណាឯងនឹងមានកូនប្រុសមួយជាទីតំណឹងពឹងពាក់កូននឹងបើបានជាកូនណាឯងនឹងរួចចាក់ទុកបានជាកូនរបស់ម្ដាយណាម្ដាយនោះរួចចាក់ទុកជាកូនឪពុកណាឪពុកនោះរួចចាក់ភ័យត្រឡប់មកវិញឮតែបានកូនអណាស់កូនកើតមកមែនដាក់ឈ្មោះកូនសុបិនព្រោះកើតដោយការយល់សពនឹងប្រាប់មុនដាក់ថាសុបិនកើតមកឪពុកស្លាប់បាត់ទៅកើតជាប្រែតមួយទៅនៅតែម៉ែកូននឹងឮស្នូគេថាវត្តគេទៅលេងវត្តសុំម៉ែវត្តហ្នឹងនៅឯណាចង់ទៅលេងវត្តឮគេថាមានបុណ្យដូចថាវត្តអូជាប់អញ្ចឹងយកមកដបងហ្នឹងមិនមែនថាមកមើលអីទេឮគេថាវត្តហ្នឹងគេមានអកេះគេមានលខោននេះលេងអញ្ចឹងចង់មកមើលក៏មកអង្គគេទៅឃើញគេធ្វើបុណ្យនេះជ្រះថ្លាស្រឡាញ់វត្តចូលចិត្តវត្តចេះតែសុំម៉ែមកញយជួយបោះសម្រាមលោកជួយរៀបចំលាងចានលាងឆ្នាំងទុកដាក់ទៅស្រាប់តែស្និទ្ធស្នាលស្គាល់លោកនេនតូចស្គាល់លោកទៅជួយធ្វើការលោករៀបទៅផ្ទះវិញថ្វាយអង្គមលោកទៅយូរចង់បួសដែរយល់ពីតាបួសនឹងសងគុណម៉ែសុំលោកតាបួសលោកតាថាអាត្មាមិនអាចបួសបានទេណែឯងមានម៉ែអញ្ចឹងតលម៉ែណែឯងអនុញ្ញាតទៅសុំម៉ែទៅឯនេះមកថ្វាយអង្គមសុំម៉ែឲ្យកូនទៅបួសទៅម៉ែកូនថាកូនចង់ទៅបួសណាម៉ែនោះយំហ្មងកូនហើយបើកូនឯងទៅបួសចោលម៉ែដោយតែកូនឯងសម្លាប់ម៉ែអញ្ចឹងកូនឯងដឹងទេជីវិតយើងកំសត់កំរនៅក្នុងព្រៃភ្នំនេះណារស់នៅតែពីរអ្នកឪពុកម្ដាយហើយស្រាប់តែឪពុកស្លាប់ទៅម៉ែនៅតែម្នាក់ឯងប៉ុន្តែមានកូនជាទីពឹងហើយសពថ្ងៃនេះពេលម៉ែមកពីធ្វើការហត់ណាម៉ែបានឃើញមុខកូនម៉ែមានកម្លាំងម៉ែសប្បាយបលែងលេងនឹងកូនបើកូនឯងទៅបួសចោលម៉ែឲ្យម៉ែនៅតែម្នាក់ឯងនោះដូចជាកូនឯងសម្លាប់ម៉ែបើកូនឯងទៅមានកូនឯងសម្លាប់ម៉ែឲ្យហើយទៅកូនអើយកូនយំអោបជើងម៉ែក៏មានប្រសាសន៍អញ្ចឹងម៉ែដឹងទេឪពុកយើងធ្វើតែអំពើបាបគាត់នឹងអាចស្លាប់ទៅធ្លាក់នរកប្រែតកូនចង់សងគុណគាត់អំពើកុសលជូនដល់គាត់កូនចង់ជួយម៉ែយើងកើតមកកំរកំសត់ព្រាត់ប្រាសយ៉ាងនេះមកពីខ្វះបុណ្យម៉ែឲ្យកូនសុំទៅបួសទៅម៉ែកុំខាត់កូនម៉ែណាកូននឹងរត់ទៅបួសបានមែនបួសជាសាមណេរដូចយើងបួសចឹងម៉ែនោះស្វាងយំទៅរស់ស៊ីធម្មតាញូមកចូលទៅក្នុងព្រៃភ្នំដូចខ្ពស់ដូចភ្នំយើងអញ្ចឹងវាហត់នឿយអស់កម្លាំងចេញពីព្រៃមកវិញមកដល់លីអាបាច់អស់នឹងផងអស់កម្លាំងឃើញដើមឈើធំមួយទម្លាក់បាច់អស់ព្រោះដេកទៅនឹងសិនណាដេកទៅលក់ទៅគេនិយាយថាផ្លឹករាល់ថ្ងៃនឹងយំប្របាល់ដើរមើលមនុស្សរាល់ថ្ងៃញោមចំណាំមើលអ្នកដែលធ្វើអំពើអាក្រក់វាយម៉ែវាយឪច្រើនអាយុខ្លីនឹងមកពីអីមកពីយំមកបាល់គេដើរមើលទៅណាប្រុងទៅនរកគេប្រមូលទៅនរកវិញណាដល់ថ្ងៃនេះគេដើររកប្រមូលមនុស្សបាបមិនទាន់បានមកប្រទះយាយនឹងកំពុងដេកយាយនេះមិនដែលធ្វើបន់ណាចាប់យាយនឹងទៅមកចាប់ប្រឡឹងយាយនឹងទៅយើងហៅតាមភាសាសម័យចាប់ប្រឡឹងទៅយកទៅដល់ឲ្យយមរាជសួរថាណែយាយដែលធ្វើបន់ធ្វើទានអីគេទេអត់សោះលោកម្ចាស់អត់សោះដែលកាន់សិលសមាទានសិលអីគេទេអត់សោះបើអញ្ចឹងយំមកបាល់បោះអណ្ដៅ50យោជយំក៏បាល់ទាញទៅបោះអណ្ដៅដែលមានភ្លើងកំពុងឆេះចេញមកភ្លើពីក្រោមមកបោះទៅវឹកនាងហ្នឹងក៏លេចឃើញដាតភ្លើងហ្នឹងពណ៌ដូចជាពណ៌លោកអូអញមានលោកកូនមួយទៅបួសដែរលោកកូនអើយលោកកូនជួយញោមផងគ្រាន់តែប៉ុណ្ណេះផ្កាឈូកផុសខ្លាច់ប្រកាន់កងអាទេសត្រជាប់យំមកបាល់ចាប់ជើងទាញមកបោះទៅអា100យោជម្ដងក៏វត្តឆាលទៅផ្កាឈូកធំជាងមុនត្រជាប់ទៀតសម្បើម្ល៉េះបោះទៅអា50យោជកុំធ្លាក់បោះទៅអា1000យោជអា500យោជកុំធ្លាក់ទាញជើងយកទៅសួរចម្លើយម្ដងទៀតមិនដែលសោះឯងធ្វើការនៅឋាននរកនឹងយូរហើយតែបោះទៅឆេះហើយចុះយាយនឹងបោះទៅមិនគុំធ្លាក់
ពួកយមមកម្ដងទៀតមកយមរីទៅថាមើលយាយសួរទៅថាយាយមិនដែលធ្វើបន់ធ្វើទានទេចុះអាម៉េចពេលយកទៅបោះឲ្យមានផ្កាឈូកត្រហ្នឹងវាមកពីអីនិយាយនឹងថាអោលោកម្ចាស់ហើយខ្ញុំមិនដែលបានធ្វើបន់ធ្វើទានអីមែនប៉ុន្តែខ្ញុំនឹងមានកូនប្រុសមួយរត់ទៅបួសក្នុងពុទ្ធសាសនាខ្ញុំឃើញដាតភ្លើងដែលវាឆេះមកនឹងពណ៌ដូចជាពណ៌លោកកូនខ្ញុំនឹងក៏លើកដៃទៅថាលោកកូននោះជួយញោមផងស្រាប់តែផ្កាឈូកនឹងវាត្រជាប់អញ្ចឹងទៅណាលោកម្ចាស់អូល្អណាស់យមរិទ្ធថាយាយសំណាងហើយនឹងមានកូនបួសណាអញ្ចឹងដោយសារអានិសង្ឃនៃកូនបួសហ្នឹងដោយសារអានិសង្ឃនៃកូនបួសហ្នឹងទោះល្មមលោកយាយត្រូវរងទុកក្នុងនរកហ្នឹងអត់មានទេត្រូវត្រជាប់អញ្ចឹងរួចខ្លួនដោយបានកូនបួសយមមកបាលជូនគាត់ទៅវិញតែនិយាយទៅខំធ្វើអំពើបន់អំពើល្អណាកុំឲ្យមកខ្ញុំឃើញមុខម្ដងទៀតឯសោះយកមកបាដឹកព្រលឹងនឹងមកវិញរូបរាងកាយកំពុងអត់ដេកស្ពឹងនៅក្រោមដើមឈើនឹងបញ្ចូលព្រលឹងនឹងបញ្ចូលព្រលឹងភ្លុចក្នុងរូបនឹងវិញរូបនឹងក៏ភ្ញាក់ដឹងខ្លួនឡើងវិញមកអូឯងដេកផ្លឹកទៅឃើញអញ្ចឹងត្រឡប់មកដល់ផ្ទះទម្លាក់បាច់អស់ព្រោះដើរប្រាប់ភ្ញៀវមកបងប្អូនស្អែកទៅបួសផ្ទះខ្ញុំស្អែកទៅចូលបន់បួសកូនខ្ញុំដើរប្រាប់ភ្ញៀវឲ្យហើយមកទៅបួសទៅបួសកូនខ្ញុំស្រាប់ដើរមកដល់វត្តរត់មកថ្វាយអង្គមលោកកូនមុនសឹកលោកកូនមុនសឹកលោកកូនមុនសឹកលោកកូនណាចំហីញោមអាត្មាមិនសឹកទេលោកកូនមុនសឹកមកលោកកូនអត់ទេញោមមិនក៏មកឲ្យអាត្មាសឹកចឹងអាត្មាកំពុងឲ្យស្រឡាញ់ខ្លួនអាត្មាមិនសឹកទេលោកកូនសឹកមកខ្ញុំកណាបំពុះម្ដងទៀតឲ្យបានទូលត្រៃខ្លួនឯងលោកកូនអូអញ្ចឹងណាញោមហ៎បានសឹកមកអាប់ទៅដំបងរត់ទៅបួសនោះដល់លើកក្រោយនេះម៉ែសុំបំពុះហ្មងបានសឹកមកម្ដងទៀតឲ្យម៉ែនឹងអ្នកបំពុះប្រាប់ខ្ញុំក៏ក្រឹកគេបួសជាភិក្ខុនិយាយពីអតុកតាំងតែពីស្លាប់កាលណាទៅមកកើតជាប្រែតនៅលើផែនដីយើងនឹងដែរលូនរាល់ថ្ងៃវារាល់ថ្ងៃអត់ចំណីអាហារឃើញបាយឃើញទឹកទៅប៉ះទៅជារបស់ខ្ទុះឈាមអញ្ចឹងលិតបានទៅទឹកមាត់ទឹកសបោគម្រងសាកសពមូលិមួកប៉ុណ្ណឹងឯងចិត្តទៅលូនមិនដែលស្គាល់រសជាតិអាហារសោះថ្ងៃនេះគេធ្វើបន់បួសកូនជាភិក្ខុអាចារ្យគេអត់ទិសកសលសូមទិសកសលដល់បព្វការីជនខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរ1000ជាតិជាប្រទេសអត់ទិសទៅដល់លោកឪពុកដែលស្លាប់បាត់ជីវិតទៅនោះទៅកើតនៅកន្លែងណាសូមឲ្យលោកឪពុកនឹងមកទទួលកសលប៉ុណ្ណឹងអាប្រែតឪកំពុងតែអត់បាយផងញោមមកបញ្ចូលភ្លុចដោយគេបើកវត្ថុចាំតែគេផ្សាយមកចូលភ្លុចអញ្ចឹងណាបានចំណីអាហារទឹកឆ្អែតស្កប់ស្កល់ត្រឹមថ្ងៃហ្នឹងទៅណែឃើញណាឯម៉ែនោះបួសតកូនហើយថ្វាយខ្លួនជាបាសិកាកាន់សិល5ចាំសិល8ជាមួយកូនដែរទឹកចិត្តទៅរក់ទៅប្រែតឯណាលែងទៅឋានសួគ៌ជាមួយលោកកូនដល់ពេលយាយតា2នាក់នឹងស្លាប់ទៅកើតក្នុងឋានសួគ៌ជាមួយគ្នាប្រែតនឹងរួចពីប្រែតហើយមិនប្រែតឪទៅឋានសួគ៌ដោយសារកូននឹងដែរទាំងម៉ែទាំងឪទៅឋានសួគ៌សម័យមួយចុះមកថ្វាយអង្គមលោកកូនភ្ញាក់ឲ្យព្រឹសស្អីជាលោកកូនភ្លឺចិញ្ចាចមកទាំងយប់បាន2នាក់ម៉ែឪនឹងប្រាប់ថាខ្ញុំកណាជាឪពុកម្ដាយលោកកូននឹងហើយពីដើមនៅជាអ្នកនេសាទប្រព្រឹត្តធ្វើអំពើបាបកម្មឥឡូវនេះបានទៅកំណើតក្នុងឋានសួគ៌នោះរួចពីប្រែតដោយសារតែចំហាយបុណ្យនៃលោកកូនបួសហ្នឹងអញ្ចឹងមកថ្វាយអង្គមអរគុណលោកកូនណារាល់ពេលដែលលោកកូនថ្វាយអង្គមពេលព្រឹកល្ងាចសូត្រអច្ចយៈថាអទុកុសលជូនទៅឲ្យម្ដាយឪពុកនឹងត្រេកអរអានិសង្ឃផលបួសហ្នឹងឥឡូវនឹងធ្វើឲ្យឪពុកនឹងបានចំណីអាហារទឹករួចចាក់ទុកអញ្ចឹងមកថ្វាយអង្គមអរគុណលោកកូនអញ្ចឹងទៅខ្ញុំក៏ដែរអញ្ចឹងបានញោមញាតិពុទ្ធបរិស័ទដែលមានទិដ្ឋាជ្រះថ្លាបំពោះកូនហ្នឹងអានឹងទី1ទី2គឺការសងគុណម៉ែឪសងគុណអ្នកមានគុណណាខ្លះជាអ្នកមានគុណមិនមែនតែម៉ែឪមួយមុខទេម៉ែឪក៏អ្នកមានគុណលោកគ្រូបង្រៀនយើងក៏អ្នកមានគុណអ្នកចិញ្ចឹមយើងក៏អ្នកមានគុណអ្នកជួយឧបត្ថម្ភយើងក៏អ្នកមានគុណដោយហើយទៅអ្នកឲ្យតែស្លាយើងមួយចំណិតក៏អ្នកមានគុណដែរអញ្ចឹងបួសនឹងសងគុណដល់អ្នកមានគុណហ្នឹងអ្នកមានគុណទាំងអស់ហ្នឹងត្រូវមានទុកមានទោសត្រូវប្រុងធ្លាក់នរកធ្លាក់ប្រែតអីអាចរួចខ្លួនដោយអានិសង្ឃនៃផលបួសហ្នឹងមានតាមួយនោះគាត់ក្រជាងគេគាត់បួសកូនអត់មានជាពរល្អលេងអាសបកឈើថាបាញ់ធ្វើជាពរឲ្យកូនស្លៀកនឹងស្បង់ឲ្យកូនស្លៀកអាហ្នឹងដូចបាយកចៅនៅដូនទាវអញ្ចឹងណាដល់តែស្លៀកទៅលោកកូនគាត់ហ្នឹងនិមន្តទៅលឺតែផ្លាច់គាត់ចំណាំទៅអូអាផ្លាច់ហ្នឹងលោកកូនអញហើយមែនឲ្យទៅបននេះណាលឺតែផ្លាច់ដឹងលោកកូនគាត់ស្រាប់តែគាត់ផ្លាត់កំណើតស្អីមិនដឹងទេធ្លាក់ទៅនរកទៅគេសួររកបនរកកសលរនឹកមិនឃើញអញ្ចឹងដែរគេយកទៅបោះក្នុងដៅនរកស្រាប់តែពួកនឹងយកទៅបោះគាត់លឺស្នូអាភ្លើងនរកហ្នឹងវាឆេះវត្តអានដាតភ្លើងវត្តអាផ្លាច់គាត់នឹកឃើញដូចលោកកូនអញអូមែនអញមានកូនបួសមួយដែរគ្រាន់តែនឹកឃើញលោកកូនបួសប៉ុណ្ណឹងផ្កាឈូកផុសត្រចាំទៀតឃើញទេ
រួចខ្លួនពីនរុនឹងមកចេញមកកើតក្នុងឋានសួគ៌ដោយអានុភាពនៃអានិសង្សដែលកូនគេហ្នឹងរមែងទុកទោសល្មមរួចណាញោមណាអានិសង្សអ្នកដែលបំពោះអ្នកដតីទេខ្ញុំបង្រែយើងឲ្យជាសាមណេរណាញោមបានអានិសង្ស4កាប់នៅក្នុងសត្រាសុបិនហើយបើបួសកូនអ្នកដតីសោះឲ្យបានជាភិក្ខុបានអានិសង្ស8កាប់ហើយបើសិនជាបួសកូនខ្លួនឯងជាសាមណេរបានអានិសង្សនឹងឯង8កាប់បើសិនជាបួសកូនខ្លួនឯងជាភិក្ខុបានអានិសង្សនឹងឯង16កាប់អ្នកពំពោះគេនឹងគឺរួចពីនរកប្រែតនោះច្រើនហើយបានសម្បូរដោយទ្រព្យសម្បត្តិសោយសម្បត្តិទឹកកើតជាសេដ្ឋីកហបតីកដុំ2នឹងច្រើនហើយអ្នកដែលបំពោះប្រពន្ធបំពោះប្តីបានអានិសង្ស13កាប់អ្នកដែលជ្រះថ្លាបួសខ្លួនឯងបានអានិសង្សនឹងឯង64កាប់នេះក្នុងសត្រាសុបិនឯនៅក្នុងសត្រាធម្មទេសនាសង្គាយនាក្រែ3វិញគេថាអ្នកណាបំពោះកូនជាសាមណេរបានអានិសង្ស16កាប់បានកើតក្នុងឋានដោះសិតបានអាយុនឹង500ឆ្នាំទឹកអ្នកណាបួសប្តីបួសប្រពន្ធជាសាមណេរនឹងឯងបានអានិសង្ស36កាប់បានកើតក្នុងឋាននឹមមាននរតីនឹងអាយុ16000ឆ្នាំទឹកហើយបើបំពោះប្តីបួសប្រពន្ធនឹងជាភិក្ខុនីបានអានិសង្សនឹង64កាប់បានកើតក្នុងឋានព្រំអាពាក្យថាមួយកាប់នឹងគឺសោយផលតាំងពីផែនដីកើតរហូតដល់ផែនដីឆេះទៅវិញមកអាយុផែនដីមួយគេហៅមួយកាប់មកផែនដីកើតមួយទៀតតលឆេះអានឹងមួយកាប់ទៀតចឹងណាញោមក៏ដែរហើយអ្នកដែលទៅជួយគេអ្នកមកជួយគេបានអានិសង្សប្រមាណញោមអ្នកមកជួយគេបានអានិសង្ស1កាប់អានឹងមកផែនដីសោយផលទទួលមិនទៅនរកមិនទៅប្រែតនឹងបរិបូរដោយទ្រព្យសម្បត្តិនឹងអស់ពេលមកកាប់ឯចំណែកខាងអ្នកមកជួយគេហើយអនុមោទនាទៀតជួយខ្វល់ខ្វាយទៀតចេះជួយលីជួយសែងលើកទុកលើកដាក់លាងចានលាងឆ្នាំងតាំងពីផ្លែឈើមានចេកមានដូងមានស្លាដំឡូងអូគេសកៈយ៉ាងហ្នឹងអ្នកជួយរែកជួយរៀបចំអញ្ចឹងបានអានិសង្សនឹងឯង14កាប់ណាញោមក៏ដែរគ្រាន់តែជួយអនុមោទនាអញ្ចឹងបានអានិសង្ស14កាប់ហើយចុះអ្នកដែលបួសក្មួយបួសចៅបានអានិសង្សប្រមាណយាយចូលរួមបំពោះចៅបានអានិសង្ស12កាប់មីងពូចូលរួមបំពោះក្មួយបានអានិសង្ស12កាប់តែអានិសង្សបួសនឹងវាច្រើនអញ្ចឹងបានវាកក្រើកទឹកកក្រើកដីផ្អើលទាំងអ្នកស្រុកក្រៅអ្នកស្រុកក្នុងមកបំពោះហ្នឹងទាំងគេទាំងអាត្មាចូលចិត្តណារឿងបន់បួសហ្នឹងវាបានអានិសង្សច្រើនជាអ្នកតពូជពងវងសាសនាតទៅមុខទៀតឯអ្នកដែលបំពោះញាតិញោមណាអ្នកដែលបំពោះញាតិសន្តានទូទៅមិនប្រកាន់ថាកូនគេថាកូនយើងទេបានអានិសង្ស17កាប់ហើយចឹងអស់លោកក៏មកកាប់អស់លោកមិនទៅនរកមិនទៅប្រែតមិនទៅអសុរកាយមិនទៅដេរឆានមិនអត់បាយមិនកាហាយទឹកមិនខ្វាក់មិនខ្វងមិនថ្លង់មិនកមិនពិការមិនពិរាមមិនវង្វេងមិនវង្វន់មិនភ័ន្តច្រឡំទៅនរកប្រែតទេហើយកើតឡើងមករូបសម្បត្តិក៏ល្អទ្រព្យសម្បត្តិក៏មានចំណេះបានយុះបានស័កជាសេដ្ឋីកហបតីកដុំ2ប្រធានរដ្ឋប្រមុខរដ្ឋជាស្ដេចផែនដីដោយអានិសង្សអ្នកបំពោះនឹងឯងចឹងនឹងញោមមើលក៏ដែរសងគុណអ្នកបំពោះឯអានិសង្សមួយទៀតគឺយកខ្លួនឯងជាទីពឹងសម្រាប់ខ្លួនយើងដែរញោមមកអ្នកបួសពិចារណាមើលខ្លួនយើងមានកម្មមានពៀពីមុនមកមិនដឹងថាធ្វើអំពើអីបានកើតមកកម្រកំសត់យ៉ាងដូចនេះហើយចឹងមានតែផ្លូវពុទ្ធសាសនានេះទេដែលអាចជួយធ្វើឲ្យយើងនឹងមានពលឺភ្លឺស្វាងតទៅមុខទៀតបានទាំងអ្នកបួសគេទាំងអ្នកបួសខ្លួនឯងរមែងបានអានិសង្សច្រើនក្នុងសត្រាលោកសំដែងបណ្ណាអាត្មាចាំតែរាប់បល័យរាប់រីទេពីដើមគេមានកំណាព្យគេសូត្រថាសម្ដេចភគវីស្ដេចស្ដែងទេសនាគាថា4បទថាភិក្ខុអើយចូលគ្នាយើងផ្គត់ស្ដាប់ធម៌កំណត់ផលភ្នោះនោះណានរូសពបរោះសទ្ធាស្រាច់ស្រស់បំពោះទាសាបានជាសាមណេរបាន4ប្រការមួយសោតបានជាភិក្ខុនោះនៃបានផលចំហត់8ប្រកបប្រសើរទៀងក្រៃរីអ្នកដល់ជាសាមីនោះនៃបានសោយផលថ្លៃប្រពៃពេយ៉ងនរូសពបរោះសទ្ធាស្រាច់ស្រស់បំពោះកូនប្រុសសពបរោះស្នេហ៍ស្នងជាសាមណេរអងបានផល8បានជាភិក្ខុក្មីសល់សំប្រពៃផលនោះចម្រើនកើនឡើងជាថ្មីបើនឹងសដីថា16កាប៉ងជានីជំនក់គឺម្ដាយឪពុកនឹងបានដោះផ្ទុក
បានសុកនោះផងលែងទៅនរកប្រែតដោយអានុភាពអានិសង្ឃនៃផលបុណ្យកសាងប្រភ្នោះពំពោះកូនពំពោះចៅនឹងហើយបានជាលោកថាណាពំពោះភរិយានឹងឯងបានអានិសង្ឃ3ដណ្ដប់កាប់ហើយបួសជាភរិយាជាភិក្ខុនៃសាលសំប្រពៃផលនោះចម្រើនឡើងកើនជាថ្មីបើនឹងសដីនឹងឯងបាន60កាប់បាន60កាប់បាន18សង្ឃអ្នកបួសខ្លួនឯង64កាប់ពាក្យនៅក្នុងសត្រានឹងបានច្រើនណាស់ឥឡូវយើងបានអានិសង្ឃពំពោះគេញោមញាតិពុទ្ធបរិស័ទធ្វើឲ្យសាសនារុងរឿងរីកចម្រើនអាស្រ័យអ្នកបួសឯអ្នកបួសនឹងទៀតបានគោរពបប្រតិបត្តិជាអ្នកថែរក្សាបានបន់រួចចាក់ទុកទោសខ្លួនឯងបានអានិសង្ឃ64កាប់នឹងបានចាក់ធ្លុះនៅធម៌ដ៏ប្រសើរធ្វើដំណើរតាមស្នាមព្រះយុគលបาทមាននិស្ស័យជាមួយពុទ្ធសាសនារាល់ជាតិឯញោមញាតិពុទ្ធបរិស័ទទាំងអស់ដែលមានទិដ្ឋិជ្រះថ្លាក្នុងកម្មវិធីបុណ្យបួសនឹងចែកជា2ផ្នែកណាញោមណាមួយផ្នែកសម្រាប់ខ្លួនយើងនេះមិនដឹងស្លាប់ថ្ងៃណាទេហើយបើយើងបានធ្វើបុណ្យទុកឲ្យហើយស្លាប់ថ្ងៃណាក៏យើងលែងភ័យឯមួយផ្នែកទៀតហ្នឹងគឺសម្រាប់ឧទ្ទិសកុសលផលបុណ្យនឹងជូនដល់មេត្តាបិតាបុព្វការីជនរបស់យើងដែលបាក់បែកចែកឋានទៅលោកខាងមុខបើអញ្ចឹងទេបានបុណ្យកុសលនឹងរួចខ្លួនទៅញោមញាតិពុទ្ធបរិស័ទអាត្មាមិនមែនថាបំភ័យហើយក៏មិនមែនអូសទាញទេញោមបើញោមញាតិមានកូនមានចៅគួរតែឲ្យបួសឲ្យរៀនឲ្យសូត្របើមានកូនចង់បួសគួរតែបំពោះទៅពីព្រោះសាសនានឹងអស់ទៅញោមណាតទៅមុខលែងមានភាពអ្នកបួសហើយតែលែងមានយើងនឹងបាត់បង់សាសនាឯបើយើងបានបួសកូននឹងបានរួចចាក់ទុកទោសហើយញោមមើលអ្នកដែលហេតុតែចង់បួសនោះប្រទេមយៈកុមារនឹងឯងសុខចិត្តអត់ធ្វើកធ្វើថ្លង់នឹងឯងអស់16ឆ្នាំតម្រាំបានបួសហើយចឹងសម័យឥឡូវនេះកូនធ្វើឲ្យឪពុកម្ដាយទឹកភ្នែកច្រើនណាស់កូនធ្វើបាបម៉ែឪច្រើនណាស់ខលខូចច្រើនណាស់បើមានកូនណាល្អចង់បួសគួរញាតិញោមបំពោះទៅជួយថែអាសាសាសនាយើងរុងរឿងរីកចម្រើនតទៅហើយតែអត់មានពូជអ្នកបួសអត់មានពូជអ្នករៀនទេកសាងគាត់កសាងវត្តក៏វាអត់អត្តន័យដែរវាអត់មានអ្នកចេះអ្នកដឹងក្នុងសាសនាបើអញ្ចឹងបុព្វការីជនមេត្តាបិតាសូមរួចចាក់ទុកទោសជាពិសេសម្ដាយឪពុករបស់នាគនឹងប៉ុណ្ណាសូមឲ្យរំដោះកម្មពៀកុំឲ្យមានឧបទ្រពមោហមីភ័យអសន្នតាមតនមកទៀតឯញោមញាតិដែលនៅរដ្ឋអាមេរិកបារាំងកាណាដាស្វីសអូស្ត្រាលីដែលជួយឧបត្ថម្ភក្នុងការកសាងវត្តអូជាន់ក្នុងការកសាងវត្តបទុមមតីគាត់លេខ23របស់អាត្មាក្នុងការឧបត្ថម្ភបុណ្យបួសនេះជាដើមក្តីសូមឲ្យជីដូនជីតាមេត្តាបិតារបស់ញោមញាតិទាំងអស់នោះរួចចាក់ទុកទោសបានសោយសម្បត្តិទឹកក្នុងឋានសុគតិភពរៀងខ្លួនកុំបីខានប្រគុណម្ចាស់ញោមញាតិដែលនិមន្តអញ្ជើញមកក្នុងទីនេះប្រាថ្នាប្រយោជន៍ណាពរណាចូលសម្រេចចាប់វិជិតនេះតទៅមុខសូមរួចចាក់ទុកទោសបានទទួលពន្លឺពុទ្ធសាសនាយកដាក់នៅក្នុងរូបរាងកាយដាក់ក្នុងបតីធ្វើដំណើរដើរតាមស្នាមព្រះពុទ្ធសាសនាភ្លឺស្វាងលែងវិញវ័នភ័ណ្ឌច្រឡំកំណើតទៅនរកប្រែតដេរឆានអសុរកាយអបាយ4នាំខ្លួនមកឲ្យព្រាត់ប្រាសនិរិះចាក់ចោលគ្នាកដាលវត្តអសង្សារនឹងទៀតហើយហើយចឹងសូមបានសុខចម្រើនដូចសេចក្តីប្រាថ្នាពរទេវតាឆ្នាំថ្មីទេវតាចិនឈ្មោះថៃសួយអៀកក្នុងឆ្នាំរោងនេះឯទេវតាខ្មែរឈ្មោះកិមរាទេវីទេវតាទាំងពីរសូមជួយបីបាច់ថែរក្សាការពារប្រគុណម្ចាស់ញោមញាតិពុទ្ធបរិស័ទឲ្យសមស្របជួបប្រទះតែសុខចម្រើនប្រាថ្នាយ៉ាងណាឲ្យសម្រេចដូចធម៌ទាំងស្នាខ្ញុំព្រះតាំងរណារីករាយក្រៃប៉ុន្តែព្រះអង្គសំ
ជីវិតរបងសត្វគឺជាមេដាបៃតាគួរតែ